ការចិញ្ចឹមមាន់តាមបែបប្រព័ន្ធវប្បកម្មតាមគោលការណ៍ធម្មជាតិធ្វើឲ្យមាន់ឆាប់ធំធាត់លឿនឈ្នះជំងឺហើយចិញ្ចឹមតែរយៈពេលខ្លីអាចឲ្យយើងឆាប់ទទួលផលនិងលក់បានថែមទៀតផងសូមស្វាគមន៍មកកាន់ Channel កសិកម្មចិញ្ចឹមពោះនៅរសៀលនេះខ្ញុំបាននាំយកនៅប្រធានបទមួយមកពិភាក្សាជាមួយបងប្អូនទាំងអស់គ្នាតើបងប្អូនណាខ្លះដែលគាត់ចាប់អារម្មណ៍ជាមួយនឹងការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិបាទថ្ងៃនេះគឺប្រធានបទរបស់យើងគឺការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិតើការចិញ្ចឹមមាន់ជាលក្ខណៈធម្មជាតិពិតជាទទួលបានអត្ថប្រយោជន៍សម្រាប់អ្នកចិញ្ចឹមមែនដែរឬទេតោះឥឡូវសូមតាមដានជាមួយនឹងបទពិសោធន៍របស់បងប្រុសច័ន្ទសុធាជាកសិកររស់នៅភូមិទីប៉ាត់ឃុំជាងតងស្រុកត្រាំកក់ខេត្តតាកែវបងប្រុសមានមុខរបរធ្វើស្រែចម្ការនិងចិញ្ចឹមសត្វបន្តិចបន្តួចជាលក្ខណៈគ្រួសារចំពោះការចិញ្ចឹមមាន់បងប្រុសធ្លាប់ចិញ្ចឹមតាំងពីឆ្នាំ1990មកម្លេះប៉ុន្តែការចិញ្ចឹមនោះមិនសូវទទួលបានលទ្ធផលល្អប្រសើរទេដោយសារមាន់ចេះតែងាប់បាទនេះគឺជាបទពិសោធន៍របស់បងប្រុសច័ន្ទសុធាដែលគាត់មានបទពិសោធន៍ចិញ្ចឹមមាន់ពីមុនមកគឺមិនសូវល្អបាទក្រោយពីបានសិក្សាស្វែងយល់ជាមួយនឹងបទពិសោធន៍របស់កសិករម៉ែនង៉ែតបងប្រុសគាត់ចាប់អារម្មណ៍ចំពោះបទពិសោធន៍របស់កសិករម៉ែនង៉ែតដូច្នេះគាត់ចាប់ផ្ដើមធ្វើការសាកល្បងតាមបទពិសោធន៍របស់កសិករម៉ែនង៉ែតបាទកសិករម៉ែនង៉ែតមានបទពិសោធន៍យ៉ាងណាបងប្រុសបានអនុវត្តតាមដូចខាងក្រោមទី1ការជ្រើសរើសពូជចិញ្ចឹមក្នុងការចិញ្ចឹមបងប្រុសយកចិត្តទុកដាក់ទៅលើការជ្រើសរើសពូជគឺគាត់ជ្រើសរើសពូជដែលមានមាឌធំជើងល្មៀតព្រោះវាចេះការពារកូននិងខ្សែកូនការចិញ្ចឹមមាន់បើសិនជាយើងជ្រើសរើសពូជតែត្រឹមត្រូវបាទមានមាឌធំជើងល្មៀតញាស់បានកូនច្រើនហើយចេះការពារកូនគឺជាពូជមាន់ដែលល្អទី2ការធ្វើទ្រុងនិងរៀបចំសម្បុកក្នុងការចិញ្ចឹមបងប្រុសបានធ្វើទ្រុងឲ្យមាន់ជ្រកនិងទីធ្លាសម្រាប់ឲ្យមាន់ដើរលេងរកចំណីតែចំពោះសម្បុកដាក់ឲ្យមាន់ពងគាត់ធ្វើសម្បុកក្រាស់សម្រាប់រដូវវស្សានិងសម្បុកស្ដើងសម្រាប់រដូវក្តៅធម្មតាការចិញ្ចឹមមាន់គឺយើងត្រូវតែមានទ្រុងសម្រាប់ឲ្យមាន់ដេកឬក៏ជ្រកការពារភ្លៀងឬក៏កម្ដៅថ្ងៃមិនមែនថាយើងចិញ្ចឹមតាមធម្មជាតិហើយយើងអត់ខ្វល់ពីធ្វើសម្បុកធ្វើជំរកឲ្យវាក៏យើងមិនអាចទទួលបានអត្ថប្រយោជន៍ពីការចិញ្ចឹមនេះដែរហើយយើងត្រូវមានតិចនិចដឹងពីរបៀបនៃការធ្វើសម្បុកឲ្យមាន់ផងដែរឧទាហរណ៍ជាក់ស្ដែងនៅក្នុងបទពិសោធន៍នេះបងប្រុសយកចិត្តទុកដាក់ធ្វើសម្បុកនៅរដូវវស្សាគឺគាត់ធ្វើសម្បុកក្រាស់ដោយសារនៅរដូវវស្សាគឺមានភ្លៀងផ្គរខ្យល់រងាបាទដូច្នេះធ្វើឲ្យសម្បុកឲ្យរាងក្រាស់ដើម្បីការពារពងមាន់ក៏ដូចជាកូនមាន់ហើយនឹងសម្បុកស្ដើងនៅរដូវក្តៅខែនេះគឺក្តៅស្អុះអញ្ចឹងត្រូវការធ្វើសម្បុកឲ្យរាងស្ដើងដើម្បីឲ្យពងមាន់ហ្នឹងញាស់ស្រស់ឬមួយក៏កូនមាន់ហ្នឹងគឺគង់បានច្រើនទី3ការថែរក្សាកូនមាន់ដែលទើបនឹងញាស់ពីសម្បុកគាត់ក្រុងវាទុករយៈពេល7ទៅ10ថ្ងៃឲ្យកូនមាន់រឹងដៃរឹងជើងទើបប្រឡែងឲ្យដើររកស៊ីជាមួយមេបាទត្រង់នេះឃើញថាជាបទពិសោធន៍មួយដែលល្អសម្រាប់ចែករំលែកទៅកាន់បងប្អូនប្រជាកសិករយើងក៏ដូចជាបងប្អូនដែលគាត់ចាប់អារម្មណ៍ក្នុងការចិញ្ចឹមមាន់គឺធម្មតាជាទូទៅគឺដាក់ពីសម្បុកឲ្យដើរលើដីតែម្ដងប៉ុន្តែសម្រាប់បងប្រុសដែលគាត់រៀនពីកសិករម៉ែនង៉ែតហ្នឹងគឺគាត់ក្រុងជាមួយនឹងមេហ្នឹងគឺ7ទៅ10ថ្ងៃ
ដើម្បីឲ្យកូនមាន់រឹងដៃរឹងជើងទើបអាចដើររកស៊ីជាមួយមេបានទី4ការផ្ដល់ចំណីចំពោះចំណីមាន់គាត់លាយច្រើនមុខបញ្ចូលគ្នាសម្រាប់មាន់25ក្បាលគាត់លាយកន្ទក់1គីឡូក្រាមស្លឹកស្ដៅពី1ទៅ1ខាំកន្លះបុកឲ្យម៉ត់អង្ករឬចុងអង្ករ1ទៅ2កំប៉ុងបាយនិងកាកសំណល់ផ្ទះបាយទឹកអង្ករលាយបញ្ចូលគ្នាឲ្យសព្វរួចយកទៅដាក់ក្នុងស្នូកចំណីឲ្យមាន់ស៊ីមួយថ្ងៃ2ទៅ3ដងត្រង់ចំណុចនេះក៏សំខាន់ដែរគឺការផ្ដល់ចំណីកសិករត្រូវយកចិត្តទុកដាក់ចំពោះការផ្ដល់ចំណីឲ្យមាន់ព្រោះយើងចិញ្ចឹមហើយគឺយើងត្រូវតែដាក់ចំណីឲ្យមាន់ហើយមួយថ្ងៃ2ទៅ3ដងហើយចំណីនឹងមានអីខ្លះយើងមិនមែនឲ្យវាស៊ីតែស្រូវឬមួយក៏កន្ទក់ឬក៏អង្ករតាមមួយមុខពីរមុខហ្នឹងទេគឺយើងត្រូវមានការផ្សាយផ្សំដើម្បីឲ្យអាហាររបស់មាន់ហ្នឹងគឺមានរសជាតិកាលណាមានរសជាតិមាន់ស៊ីទៅគឺវាឆាប់ធំវាឆាប់ផ្ដល់ផលឲ្យយើងជាអ្នកចិញ្ចឹមផងដែរទី5ការដាក់ទឹកចំពោះទឹកដែលដាក់ឲ្យមាន់ផឹកគាត់បានស្ទុះសម្បកកប៉ុនធ្នាប់ដៃប្រវែង2ទៅ3ទឹកដំឲ្យទក់រួចដាក់ត្រាំទឹក6លីត្រឲ្យមាន់ផឹកជាប្រចាំក្នុងរយៈពេល2ទៅ3ថ្ងៃទើបបដូរវាម្ដងបាទត្រង់ចំណុចទី5នេះគឺការដាក់ទឹកក៏សំខាន់ដែរបាទចំណីទឹកឥឡូវចូលដល់ទឹកគឺសំខាន់មាន់រស់គឺមិនខុសពីមនុស្សយើងទេគឺត្រូវការទឹកបាទទឹកហើយទឹកដែលអាចការពាររោគឆ្លងមកចំណែកធំនោះគឺបងប្រុសបានស្ទុះសម្បកកគឺដើមកយើងដែលយើងដាំតាមរបងផ្ទះយើងនោះបងប្អូនទាំងអស់គ្នាវាមានប្រយោជន៍សម្រាប់ការពារជំងឺឲ្យមាន់បានសុខភាពល្អហើយក្នុងការដាក់ទឹកឲ្យមាន់ផឹកបងប្រុសក៏មានបច្ចេកទេសល្អដែរគឺគាត់ចែករំលែកថាសម្បកកដំឲ្យទក់ដាក់ត្រាំទឹក6លីត្រឲ្យមាន់ផឹកជាប្រចាំហើយ3ថ្ងៃទើបបដូរចេញម្ដងងាយស្រួលបងប្អូនទាំងអស់គ្នាមិនលំបាកទេបទពិសោធន៍របស់គាត់គឺយើងឃើញថា3ថ្ងៃយើងបដូរទឹកម្ដងជៀសវាងយើងដាក់តែម្ដងឲ្យផឹក10-20ថ្ងៃគឺវាជាការចម្លងរោគឲ្យមាន់វិញបងប្អូនទាំងអស់គ្នាកន្លែងនេះសំខាន់ណាស់បងប្រុសបានបញ្ជាក់ប្រាប់ថាមុនពេលសាកល្បងនៅបទពិសោធន៍របស់កសិករម៉ែនង៉ែតមាន់របស់គាត់ចិញ្ចឹមក្នុងរយៈពេល2ខែមានទម្ងន់តែ3ទៅ4ខាំប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីបានអនុវត្តតាមបទពិសោធន៍របស់កសិករម៉ែនង៉ែតរួចមកឃើញថាមាន់របស់គាត់ចិញ្ចឹមតែរយៈពេល1ខែកន្លះមានទម្ងន់រហូតដល់ទៅ1ទៅ 1.3 គីឡូក្រាមពិតជាលឿនបាទផ្លាស់ប្ដូរទម្លាប់តែបន្តិចគឺធ្វើឲ្យការចិញ្ចឹមមាន់របស់គាត់ទទួលបានផលខ្ពស់បាទដូច្នេះក្រោយពីបានឃើញលទ្ធផលជាក់ស្ដែងបងប្រុសក៏មានចំណាប់អារម្មណ៍ថាការចិញ្ចឹមមាន់បែបប្រព័ន្ធវប្បកម្មតាមគោលការណ៍ធម្មជាតិធ្វើឲ្យមាន់ឆាប់ធំធាត់លឿនឈ្នះជំងឺហើយចិញ្ចឹមតែរយៈពេលខ្លីអាចឲ្យយើងឆាប់ទទួលបានផលនិងលក់បានកម្រៃច្រើនថែមទៀតផងតែថ្ងៃអនាគតបងប្រុសនឹងចិញ្ចឹមបន្តរបៀបនេះទៀតហើយពង្រីកការចិញ្ចឹមឲ្យបានកាន់តែច្រើនបាទនេះគឺជាបទពិសោធន៍បន្តមួយទៀតរបស់បងប្រុសច័ន្ទសុធាដែលបងប្រុសច័ន្ទសុធាគាត់បានទទួលយកបទពិសោធន៍ពីកសិករម៉ែនង៉ែតយកមកអនុវត្តតាមឃើញថាទទួលបានលទ្ធផលល្អដូច្នេះសម្រាប់ក្នុងគណៈពេលនេះតើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍លើការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិដែរឬទេបាទធំលឿនហើយក៏បានចំណេញច្រើនផងដែរកាលណាយើងធំលឿនគឺយើងចំណេញពេលវេលាដូច្នេះបើសិនជាផលិតកម្មបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ទៅលើមាន់
អាចចិញ្ចឹមចាប់ពីពេលនេះតែម្ដងហើយសាកល្បងជាមួយនឹងបទពិសោធន៍របស់បងប្រុសច័ន្ទសុធាបាទទាំងអស់គ្នាត្រឹមតែ10ក្បាលដំបូងក៏បានដែរបងប្អូនទាំងគ្នាបើសិនជាមិនទាន់ស្ទាត់ជំនាញឬក៏មិនទាន់ទុកចិត្តជាមួយនឹងបទពិសោធន៍នេះយើងចិញ្ចឹមតាមគោលដៅធម្មជាតិជាមួយនឹងបងប្រុសច័ន្ទសុធាទាំងអស់គ្នាដើម្បីបានគេហៅថាប្រាក់ចំណូលបន្ថែមមួយកម្រិតទៀតជួយលើកកម្ពស់ជីវភាពគ្រួសាររបស់យើងទាំងអស់គ្នាផងដែរអរគុណច្រើនសម្រាប់ការតាមដានជាមួយនឹងវីដេអូរបស់ខ្ញុំនៅថ្ងៃនេះសម្រាប់បងប្អូនថ្មីដែលគាត់មិនទាន់បាន Subscribe Channel របស់ខ្ញុំបាទជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅមេរៀនល្អៗបទពិសោធន៍ល្អៗរបស់កសិករយើងដែលនាទីយើងបានចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អប្រកបការងារបានរីកចម្រើនគ្រប់ពេលវេលាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត